តបបងប្អូនទាំងអស់គ្នាយើងចូលសាច់រឿងយើងណាបងប្អូនខ្ញុំនឹងរៀបរាប់បងប្អូនម្ដងមួយដើម្បីឲ្យបងប្អូនយល់បងប្អូនអាចចូលទៅ website សហរដ្ឋស្ថានទូតសហរដ្ឋអាមេរិកយើងប្រចាំនៅប្រទេសកម្ពុជានៅភ្នំពេញអាច print យកក៏បានឬក៏ចូលទៅមើលយើងគាត់ទុកក៏បានដែរបើខ្ញុំគឺ print ចេញមកហ្មងនេះគឺឯកសារមួយដែលការណែនាំបេក្ខជននីមួយៗដើម្បីត្រៀមនឹងចូលសភាតើមានឯកសារអីគេខ្លះហើយឯកសារនេះគឺតាក់ទងជាមួយនឹងគូតដឹងធានាគូតដឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងទៅស្ដាប់ទាំងអស់គ្នាណាអញ្ចឹងជំហានដំបូងហ្នឹងគឺយើងត្រូវតែ print ឯកសារ DS 160អញ្ចឹងរាល់បេក្ខជននីមួយៗដែលមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិកហ្នឹងណាត្រូវតែបំពេញ DS 160ទាំងអស់គ្នាជំហានទី2ហ្នឹងគឺយើងត្រូវធ្វើការណាត់ថ្ងៃសភាអញ្ចឹងស្ថានទូតគាត់ដាក់ថ្ងៃឲ្យយើងហើយអញ្ចឹងយើង select ថ្ងៃដែលយើងត្រូវទៅសភាហើយក៏មានម៉ោងឲ្យយើងជ្រើសរើសដែរអញ្ចឹងយើងជ្រើសរើសទៅម៉ោងណាដែលយើងពេញចិត្តគឺយើងselect ទៅជំហានទី3ហ្នឹងគឺរាល់ឯកសារដែលយើងត្រៀមនឹងចូលសភាបងប្អូនទាំងអស់គ្នាអត់អាចទៅផ្ញើទៅឲ្យការិយាល័យ Consul បានទេអញ្ចឹងយើងត្រូវតែទុកទាំងអស់ជាមួយខ្ញុំនឹងរៀបរាប់ប្រាប់ខាងក្រោមណាគឺឯកសារខាងក្រោមហ្នឹងគឺយើងអាចត្រូវផ្ញើទៅការិយាល័យ Consul បានទេគឺយើងត្រូវទុកដើម្បីត្រៀមចូលទៅសភាគឺយើងមានន័យថាគឺយើងយកឯកសារខាងក្រោមហ្នឹងគឺយើងទៅសភាទៅជាមួយគ្នាចំណុចទី4ហ្នឹងគឺបងប្អូនត្រូវមានលិខិតឆ្លងដែនហ្នឹងយ៉ាងហោចណាស់ត្រូវបងប្អូនមានសុពលភាពយ៉ាងតិច6ខែនៅសល់6ខែហើយបើសិនជាបងប្អូនណាដែលគាត់មានកូនមិនថាកូនគាត់នឹងទៅបង្កើតឬក៏មួយខែក៏2ខែយល់ទៅឲ្យតែមានកូនបងប្អូនទាំងអស់គ្នាគឺត្រូវតែមានលិខិតឆ្លងដែនហើយទី5គឺសបុតកណើតអញ្ចឹងសបុតកណើតរបស់យើងគឺគេយកច្បាប់ដើមហើយនឹងច្បាប់ចម្លងមួយច្បាប់ចាអញ្ចឹងខ្ញុំបញ្ជាក់ច្បាប់ដើមហើយនឹងច្បាប់ចម្លងមួយច្បាប់ណាសបុតកណើតរបស់យើងទី6គឺរូបថតគេយក2ស្លឹកហ្នឹងបងប្អូនថត2x2ក៏បាន5x5ក៏បានដែរហើយផ្ទៃខាងក្រោយហ្នឹងគឺដឹងតែពោសណាបងប្អូនទាំងអស់គ្នាប្រាប់ជាងថតថាយើងយកពោសផ្ទៃខាងក្រោយហើយរូបថតហ្នឹងខាងក្រោយរូបថតយើងត្រូវតែសេឈ្មោះយើងផងចាដើម្បីចំណាំណាទី7ហ្នឹងគឺសាលក្រមលែងលះឬលិខិតមរណៈមានន័យថាបើសិនជាបងប្អូនណាដែលគាត់មានប្តីឬក៏ប្រពន្ធដែលលែងលះហើយត្រូវតែមានលិខិតលែងលះបើសិនជាគ្រួសារគាត់មរណភាពត្រូវតែមានលិខិតមរណភាពតែបើសិនជាយើងនៅលាវគឺយើងត្រូវយកលិខិតបញ្ជាក់នៅលាវទី8ហ្នឹងគឺផុសតាងនៃទំនាក់ទំនងស្នេហារបស់យើងជាមួយនឹងគូតដឹងរបស់យើងរាល់ផុសតាងទាំងអស់មិនថាយើងទៅដើរលេងឬក៏ស្នេហាដំបូងយើងជួបគ្នានៅពេលណាស្រឡាញ់គ្នានៅពេលណាទិញរបស់ហើយយើងទៅដើរលេងនៅក្រៅប្រទេសមានសម្បត្តិយន្តហោះអត់ហើយយើងបានដូចថានិយាយទៅរូបថតកាយប័ត្រទិញស្អីអីហ្នឹងគឺសិតតែផុសតាងណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងត្រូវតែទុកហើយត្រូវចាំថាថ្ងៃណាដែលយើងតាក់ទងគ្នាដំបូងស្អីហ្នឹងរូបថតដំបូងអីហ្នឹងកុំភ្លេចថតទុកថតអីហើយរៀបចំឲ្យស្អាតបាតបងប្អូនទាំងអស់គ្នាហើយវីដេអូដែលថាចំណុចទី8ហ្នឹងផុសតាងស្នេហាហ្នឹងខ្ញុំនឹងធ្វើវីដេអូផ្សេងទៀតដើម្បីបញ្ជាក់ឲ្យបងប្អូនទី9ហ្នឹងគឺយើងត្រូវតែពិនិត្យសុខភាពចាអញ្ចឹងខាងស្ថានទូតគាត់នឹងប្រាប់ឲ្យថាទៅមន្ទីរពេទ្យណាអញ្ចឹងណាដើម្បីឲ្យយើងជ្រើសរើសទៅមន្ទីរពេទ្យហ្នឹងទៅហើយទៅពិនិត្យសុខភាពដាច់ខាតត្រូវតែពិនិត្យសុខភាពបងប្អូនទាំងអស់គ្នាហើយពេលដែលយើងពិនិត្យសុខភាពហើយគឺលទ្ធផលអីគឺមន្ទីរពេទ្យគេផ្ញើទៅស្ថានទូតតែម្ដងទី10គឺលិខិតស្គាល់ទោសអញ្ចឹងលិខិតស្គាល់ទោសហ្នឹងបើសិនជាបងប្អូននៅស្រុកខ្មែរបងប្អូនធ្វើស្រុកខ្មែរតែបើសិនជាបងប្អូនធ្លាប់ទៅនៅប្រទេសទី2ដូចខ្ញុំអញ្ចឹងខ្ញុំធ្លាប់ទៅធ្វើការនៅប្រទេសជប៉ុនលើសពី1ឆ្នាំឡើងទៅហើយអញ្ចឹងខ្ញុំត្រូវតែមានលិខិតស្គាល់ទោសពីប្រទេសជប៉ុនមកហើយលិខិតស្គាល់ទោសបើសិនជាបងប្អូននៅស្រុកខ្មែរឧទាហរណ៍ខ្ញុំបញ្ជាក់ណាគឺអញ្ចឹងលិខិតស្គាល់ទោសគេមានភាសាខ្មែរនិងភាសាអង់គ្លេសអញ្ចឹងយើងអត់ចាំបាច់ទៅបកប្រែទីទេអញ្ចឹងគេធ្វើលិខិតគេធ្វើអង់គ្លេសឲ្យយើងដែរអញ្ចឹងសរុបមកគឺបើសិនជាយើងនៅក្រៅប្រទេសដូចថាយើងនៅប្រទេសទី2គឺយើងត្រូវតែដូចថាយើងនៅចាប់ពី1ឆ្នាំឡើងទៅគឺត្រូវធ្វើលិខិតស្គាល់ទោសហើយណាបងប្អូនទាំងអស់គ្នាទី11បងប្អូនទាំងអស់គ្នាទី11ហ្នឹងគឺលិខិតបញ្ជាក់ការងារកងទ័ពអញ្ចឹងបងណាដែលគាត់ធ្វើកងទ័ពចាអញ្ចឹងធ្វើលិខិតបញ្ជាក់ឲ្យផងណាបងប្អូនបើសិនជាយើងអត់ដែលធ្វើកងទ័ពទេយើងអត់ចាំបាច់ធ្វើទេបងប្អូនទាំងអស់គ្នានេះក្នុងករណីដែលយើងធ្វើ
ដូចថាធ្វើការងារកងតបអីចឹងទៅតែយើងធ្វើខុសអីអត់អីចឹងណារឿងកងតបខ្ញុំមិនសូវដឹងដែរបងប្អូនទាំងអស់គ្នាប៉ុន្តែបើបងដែលគាត់ធ្វើការងារកងតបហ្នឹងគាត់ដឹងហើយតែបើសិនជាក្នុងករណីដែលយើងអត់មានយើងអត់ធ្វើកងតបការងារកងតបទេយើងអត់ចាំបាច់ធ្វើទេបងប្អូនទាំងអស់គ្នាព្រោះយើងអត់មានផងហ្នឹងអញ្ចឹងទី12គឺកំណត់ត្រាតុលាការនិងពន្ធនាគារអញ្ចឹងបើសិនជាបេក្ខជនណាដែលបានធ្វើប្រព្រឹត្តបទល្មើសខុសអីចឹងណាបងប្អូនឬក៏ជាប់ពន្ធនាគារអីចឹងទៅអញ្ចឹងត្រូវតែមានលិខិតបញ្ជាក់ពីតុលាការមកហើយចាអញ្ចឹងត្រូវតែមានណាហ្នឹងក្នុងករណីដែលបេក្ខជនណាដែលមានធ្វើប្រព្រឹត្តបទល្មើសខុសអីចឹងទៅជាប់ពន្ធនាគារអាហ្នឹងណាជាប់គុកជាប់អីចឹងទៅអញ្ចឹងយើងត្រូវតែមានលិខិតបញ្ជាក់ពីតុលាការមកបើសិនជាយើងអត់ដែលមានប្រវត្តិទេអញ្ចឹងយើងអត់មានទេយើងអត់ចាំបាច់ធ្វើទេបងប្អូនទី13ហ្នឹងគឺពាក្យធានាផ្នែកហិរញ្ញវត្ថុ I134 I134 ហ្នឹងគឺខាងគូតដឹងរបស់យើងឯងគឺឯកសារធានាដូចថាខាងគូតដឹងយើងហ្នឹងមានហិរញ្ញវត្ថុអីគេខ្លះអីចឹងណាអញ្ចឹងគឺខាងគូតដឹងយើងទេអញ្ចឹងអាហ្នឹងយើងអត់ចាំបាច់យើងអត់មានអីធ្វើទេប៉ុន្តែខាងគូតដឹងយើងត្រូវតែផ្ញើឯកសារច្បាប់ឯកសារហ្នឹងត្រូវផ្ញើមកឲ្យយើងដើម្បីយើងត្រៀមចូលសភាជាមួយគ្នាទី14ហ្នឹងគឺសរុបមកឯកសារដែលខ្ញុំរៀបរាប់ខាងលើរហូតមកដល់ខាងក្រោមហ្នឹងគឺត្រូវតែបកប្រែជាភាសាអង់គ្លេសទាំងអស់បងប្អូនទាំងអស់គ្នារាល់ឯកសារលិខិតឆ្លងដែនក៏បកប្រែជាភាសាអង់គ្លេសចាហើយអីគេទៀតចាសបុតកណោតក៏បកប្រែជាភាសាអង់គ្លេសហើយរូបថតបងប្អូនទាំងអស់គ្នាសូមបញ្ជាក់រូបថតតិចរូបថតត្រូវស្លៀកពាក់ឲ្យសមរម្យមកបងប្អូនទាំងអស់គ្នាចាពេលថតយើងត្រូវញែកនេះសំខាន់តិចឃើញតិចចាហើយផ្ទៃខាងក្រៅពោសចាហើយកុំភ្លេចសរសេរឈ្មោះខាងក្រោយរូបថតផងណាហើយសាលក្រមលែងលះអីហ្នឹងឯកសារដែលបញ្ជាក់ថាមរណភាពឬក៏លែងលះឬក៏លិខិតបញ្ជាក់នៅលាវហ្នឹងក៏ត្រូវបកប្រែជាភាសាអង់គ្លេសដែរចាត្រូវបកប្រែជាភាសាអង់គ្លេសទាំងអស់ហើយផុសតាងស្នេហាហ្នឹងគឺវីដេអូចាំខ្ញុំធ្វើវីដេអូខាងបន្តទៀតព្រោះតើយើងត្រូវរៀបផុសតាងយ៉ាងម៉េចអីចឹងណាហើយពិនិត្យសុខភាពហ្នឹងគឺ result អីលទ្ធផលអីគឺខាងស្ថានទូតខាងមន្ទីរពេទ្យគេផ្ញើទៅស្ថានទូតដែរហើយពិនិត្យសុខភាពហ្នឹងគឺបើសិនជាគេត្រូវឲ្យយើងចាក់វ៉ាក់សាំងអីយើងត្រូវតែចាក់តាមហើយព្រោះគេដើម្បីការពារអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងលិខិតស្កតទោសហ្នឹងគឺគេមានភាសាអង់គ្លេសហើយបងប្អូនទាំងអស់គ្នាហើយនិយាយពីថាមួយទៀតគឺដូចខ្ញុំនិយាយអញ្ចឹងណាដូចលិខិតបញ្ជាក់ការងារកងតបនឹងបើសិនជាយើងធ្វើកងតបអីយើងធ្វើបញ្ជាក់មកបញ្ជាក់មានតាំងពីខ្មែរមានបកប្រែជាភាសាអង់គ្លេសហើយកំណត់ត្រាតុលាការនិងពន្ធនាគារហ្នឹងបើសិនជាយើងមានចប់ល្មើសពន្ធនាគារអីអញ្ចឹងយើងត្រូវមានលិខិតបញ្ជាក់ពីតុលាការមានភាសាខ្មែរហើយនិងភាសាអង់គ្លេសនិយាយរំទៅគឺត្រូវបកប្រែជាភាសាអង់គ្លេសបងប្អូនទាំងអស់គ្នាហើយរឿងហិរញ្ញវត្ថុហ្នឹងគឺខាងគ្រួសារយើងខាងគូតដឹងឯងគឺភាសាអង់គ្លេសមកស្រាប់ឯងអញ្ចឹងខាងគូតដឹងយើងគេនឹងផ្ញើឯកសារ I134 ឲ្យយើងទុកទៅថ្ងៃទៅសភាបូករួមជាមួយនឹងឯកសារដែលយើងត្រៀមហ្នឹងណាហើយពេលដែលកាលខ្ញុំទៅសភាហ្នឹងក៏មានតញ្ញបានដែរបងប្អូនទាំងអស់គ្នាអញ្ចឹងយើងត្រូវទៅយកតញ្ញបានទៅដែរហ្នឹងហើយតញ្ញបានជាមួយនឹង passport ហ្នឹងហើយ passport វីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ហើយបើចំណុចណាល្អបងប្អូនយកចុះហើយបើសិនជាចំណុចណាដែលថាមើលទៅអត់យល់ឬក៏អីចឹងបងប្អូនអាច comment បានបងប្អូនព្រោះខ្ញុំសាកធ្វើវីដេអូនេះដើម្បីចែករំលែកទេបងប្អូនទាំងអស់គ្នាព្រោះហ្នឹងគឺជាបទពិសោធន៍អញ្ចឹងប៉ុន្តែអានេះក្នុងការណែនាំយើងមានឯកសារគេខ្លះដើម្បីត្រៀមចូលទៅសភានៅស្ថានទូតអាមេរិកតែប៉ុណ្្នឹងឯងហើយបើសិនជាបងប្អូនចង់ដឹងបន្ថែមទៀតយើងអាចចូលទៅគេហទំព័រ US អាមេរិកយើងអាមេរិកប្រចាំប្រទេសកម្ពុជាយើងហ្នឹងហើយចង់ដឹងបន្ថែមហើយបទពិសោធន៍ខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតនឹងប្រាប់ថាយើងត្រូវធ្វើយ៉ាងម៉េចទៀតក្នុងករណីដែលថាយើងចូលទៅសភាអីចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយបើមានសំណួរចូល comment ខាងក្រោមបងប្អូនទាំងអស់គ្នាអរគុណ